ឯកឧត្តមអភិសន្តិបណ្ឌិតសសុខានិងលោកជំទាវអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខន្ធសីមាព្រះវិហារថ្មីនិងឆ្លងសមិទ្ធផលនានានៅវត្តកំចៃមាសខេត្តព្រៃវែងឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវកែសួនសុភីសសុខាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមពិធីបុណ្យបញ្ចុះខន្ធសីមាព្រះវិហារថ្មីនិងឆ្លងសមិទ្ធផលនានានៅវត្តកំចៃមាសស្ថិតនៅឃុំក្រញូងស្រុកកំចៃមាសខេត្តព្រៃវែងនាព្រឹកថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025ក្នុងឆ្នាំ2020ដែលឧបដ្ឋានសាលាមាសភាពចាស់ទ្រុឌទ្រោមទើបព្រះគ្រូចៅអធិការអាចារ្យគណៈកម្មការវត្តបានបដិផ្ដាំនឹងឯកភាពសាងសង់ឧបដ្ឋានសាលាថ្មីនិងសមិទ្ធផលមួយចំនួនទៀតរួមមានក្លោងទ្វាររបងវត្តនិងវិជ្ជកុដដែលចំណាយថវិកាចំនួន$39,982ថវិកាទាំងនោះក្រោមការឧបត្ថម្ភពីសម្ដេចក្រឡាហោមនិងលោកជំទាវនិងសប្បុរសជនចិត្តឆ្ងាយព្រមទាំងមានការរៀបចំពិធីបុណ្យឆ្លងដោយឲ្យប្រើប្រាស់កាលពីថ្ងៃទី15ខែកុម្ភៈឆ្នាំ2024ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោមសខេងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានេះបើតាមរបាយការណ៍របស់លោកប៊ិនជីវ័នអភិបាលនៃគណៈអភិបាលស្រុកកំចៃមាសនៅក្នុងពិធីបុណ្យឆ្លងនោះដោយពិនិត្យឃើញថាព្រះវិហារដែលកសាងតាំងពីឆ្នាំ1993មានភាពចាស់ទ្រុឌទ្រោមខ្លាំងសម្ដេចក្រឡាហោមបានផ្ដួចផ្ដើមគំនិតក្នុងការកសាងជួសជុលជាថ្មីរួមទាំងសមិទ្ធផលនានាដែលចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2024ដោយបានបញ្ចប់នៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2025ប្រើប្រាស់រយៈពេលសាងសង់1ឆ្នាំគត់ចំណាយថវិកាសរុប$44,295ដោយទទួលបានថវិកាសាងសង់ដោយឯកឧត្តមឧត្តមសេនីយ៍សថេតនិងលោកជំទាវសស៊ីណាតាមអភិបាលស្រុកកំចៃមាសពិធីបុណ្យបញ្ចុះខន្ធសីមានិងឆ្លងសមិទ្ធផលដែលឲ្យប្រើប្រាស់រួមមាន1ព្រះវិហារទំហំ7ម៉ែត្រគុណ19ម៉ែត្រចំណាយថវិកា$26,869ទី2ចម្លាក់ព្រះពុទ្ធរូបថ្មកែវចំណាយថវិកា$15,000ទី3គំនូរក្នុងព្រះវិហារចំណាយថវិកា$25,700ទី4ដងទង់មួយគូខាងមុខព្រះវិហារចំណាយថវិកា$35,000ទី5ផ្លូវបេតុងចូលវត្តនិងជុំវិញព្រះវិហារអមដោយសួនច្បារចំណាយថវិកា$63,326 6ចាក់សាបខាងមុខសាលាឆាន់ចំណាយថវិកា$4,000 7វិជ្ជកុដមួយខ្នង9បន្ទប់ចំណាយថវិកា$28,000 8លាបថ្នាំអគារបណ្ណាល័យឡើងវិញចំណាយថវិកា$2,700មានប្រសាសន៍នៅសំណាននៃឱកាសនោះឯកឧត្តមអភិសន្តិបណ្ឌិតបានបញ្ជាក់ថាក្រោមដំបូលនៃមលុបសន្តិភាពនិងជាមរតកដ៏ថ្លៃថ្លានៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងក្រោមមេគាដឹកនាំប្រកបដោយឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាវិស័យធម្មការនិងសាសនានៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងបរិមាណនិងគុណភាពគិតមកដល់ឆ្នាំ2025នេះវត្តអារាមត្រូវបានកសាងឡើងជាបន្តបន្ទាប់នៅទូទាំងប្រទេសកើនឡើងរហូតដល់ជាង5,000វត្តនិងមានព្រះសង្ឃសរុបជាង70,000អង្គគួរបញ្ជាក់ថាប្រជាពលរដ្ឋនៅក្នុងស្រុកកំចៃមាសមានប្រពៃណីជំនឿគោរពព្រះពុទ្ធសាសនា 100% បច្ចុប្បន្នស្រុកមានវត្តចំនួន38អាស្រមចំនួន1និងសាលាពុទ្ធកសិក្សា4កន្លែងមានព្រះសង្ឃគង់នៅចំនួន338អង្គក្នុងនោះភិក្ខុចំនួន123អង្គនិងសាមណេរចំនួន215អង្គអាចារ្យចំនួន113នាក់និងគណៈកម្មការ306នាក់ដូនជី20នាក់និងក្មេងវត្តចំនួន26នាក់ដោយឡែកនៅក្នុងវត្តកំចៃមាសមានព្រះសង្ឃគង់នៅនិងសិក្សារៀនសូត្រចំនួន11អង្គអាចារ្យ4នាក់គណៈកម្មការ9នាក់